បសួរសូមស្វាគមន៍មកកាន់ Channel Supernet ម្ដងទៀតថ្ងៃនេះផងដែរយើងនឹងធ្វើការសិក្សាទៅលើបុស្បុកដែលយើងតែងតែឃើញប្រភេទផ្សេងនៅតាមអគាររបស់រដ្ឋក៏ដូចជាអគារសាសនាបើជាធម្មតានៅពេលដែលយើងធ្វើដំណើរក្នុងប្រទេសកម្ពុជាក៏ដូចជានៅក្នុងទីក្រុងភ្នំពេញយើងតែងតែសម្គាល់ថាអគារបែបប្រពៃណីវប្បធម៌ក៏ដូចជាអគាររបស់រដ្ឋមួយចំនួនគឺធ្វើមានលក្ខណៈបែបដំបូលជាខ្មែរហើយមានកំពូលស្រួចនៅចំកណ្ដាលនៃអគារដំបូលស្រួចនោះយើងហៅថាជាបុស្បុកអញ្ចឹងបុស្បុកគឺជាអត្តសញ្ញាណមួយយ៉ាងសំខាន់របស់វប្បធម៌ខ្មែរយើងដែលយើងបានប្រើជាយូរលង់ណាស់មកហើយមកដល់ពេលបច្ចុប្បន្ននេះអញ្ចឹងយើងនឹងធ្វើការសិក្សាស្រាវជ្រាវអំពីបុស្បុកដើមថាមានប៉ុន្មានទម្រង់តោះកុំឲ្យខាតពេលយូរយើងទៅសិក្សាបែបសង្ខេបទាំងអស់គ្នាអញ្ចឹងបុស្បុករបស់ប្រទេសកម្ពុជាយើងមានលក្ខណៈច្រើនបែបច្រើនសន្តានប៉ុន្តែយើងអាចសម្គាល់នៅទម្រង់ដើមរបស់បុស្បុកមានចំនួន4ទម្រង់ទី1គឺដែលដំបូងគេនោះគឺបុស្បុកកន្សោមតាឪទី2គឺបុស្បុក3ថ្នាក់ទី3គឺបុស្បុក5ថ្នាក់ទី4គឺបុស្បុកព្រំសូមអរគុណសម្រាប់ការតាមដាន Channel សវណ្ណទាំងអស់គ្នាហើយយើងជួបគ្នានៅក្នុងវីដេអូបន្ទាប់អរគុណច្រើន